នេះគឺជាអត្ថបទរឿងនិទានបែបបុរាណនិងអភិនិហាអំពីគនារីដាវទឹកដែលបង្ហាញពីភាពក្លាហានការលះបង់និងយុត្តិធម៌រឿងព្រេងនារីដាវទឹកនិងយុត្តិធម៌ក្នុងដែនដីសវណ្ណភូមិកាលពីព្រេងនាយមានអាណាចក្រមួយដ៏រុងរឿងប៉ុន្តែត្រូវបានគ្របដណ្ដប់ដោយអំណាចចង្រិតនៃមេធ្មប់ចិត្តអាក្រក់និងពួកមន្ត្រីពុករលួយដែលធ្វើបាបប្រជារាស្ត្រឥតឈប់ឈរនៅចំកណ្ដាលភូមិដាច់ស្រយាលមួយមានក្មេងស្រីម្នាក់ឈ្មោះទេវីនាងជាកូនកំព្រាដែលរស់នៅជាមួយលោកតាបុរាណម្នាក់ដែលជាអ្នកចេះដឹងខាងក្បាច់គុណនិងធម៌អាថោះ 1. ការស្វែងរកអាវុធស័ក្តិសិទ្ធិនៅពេលទេវីអាយុបាន18ឆ្នាំលោកតាបាននាំនាងទៅកាន់រូងភ្នំព្រះខ័នពេជ្រគឺលោកតាបានប្រាប់ថាទេវីអើយដែនដីយើងកំពុងស្រែកយំមានតែអ្នកដែលមានចិត្តបរិសុទ្ធនិងសេចក្តីក្លាហានពិតប្រាកដប៉ុណ្ណោះទើបអាចដកដាវទិព្វនាគ្រាចេញពីធ្មេញនេះបានដើម្បីការពារយុត្តិធម៌ទេវីបានលុតជង្គង់សមាធិនៅមុខដាវនោះអស់រយៈពេល3ថ្ងៃ3យប់ដោយសារតែចិត្តដែលចង់ជួយរាស្ត្រឲ្យរួចផុតពីទុក្ខវេទនាស្រាប់តែដាវនោះបញ្ចេញពន្លឺពណ៌ខៀវស្រងាត់ហើយហោះមកក្នុងដៃនាងយ៉ាងអស្ចារ្យដាវនេះមិនត្រឹមតែមុតស្រួចប៉ុណ្ណោះទេប៉ុន្តែវាអាចដឹងពីចិត្តមនុស្សបើប៉ះមនុស្សល្អវានឹងត្រជាក់ដូចទឹកបើប៉ះមនុស្សអាក្រក់វានឹងក្តៅដូចភ្លើង 2. ការតស៊ូដើម្បីយុត្តិធម៌ទេវីបានចាក់ចេញពីភូមិរួមជាមួយដាវទិព្វនិងសម្លៀកបំពាក់អ្នកចម្បាំងដ៏រឹងមាំនាងបានធ្វើដំណើរឆ្លងកាត់ក្រុងជាច្រើនជួយអ្នកក្រនាងបានប្រើដាវទិព្វកម្ចាត់ពួកចោរព្រៃដែលប្លន់ស្បៀងអាហារកម្ចាត់មន្ត្រីពុករលួយនាងបានចូលទៅក្នុងសាលាក្តីដែលអយុត្តិធម៌ហើយបង្ហាញភស្តុតាងវាយបកពួកមន្ត្រីដែលស៊ីសំណូកក្បាច់គុណអស្ចារ្យរាល់ពេលនាងគ្រវីដាវខ្យល់ព្យុះតូចនឹងកើតឡើងរារាំងសត្រូវមិនឲ្យចូលចិត្តបានឡើយឈ្មោះរបស់គីនេរីដាវទិព្វបានល្បីសុះសាយពេញផ្ទៃប្រទេសដែលធ្វើឲ្យមេធ្មប់ចិត្តអាក្រក់ដែលគ្រប់គ្រងរាជវាំងមានការភ័យខ្លាចយ៉ាងខ្លាំង3. ប្រភូមិចុងក្រោយមេធ្មប់បានបញ្ជូនកងទ័ពខ្មោចព្រីបិសាចមកឡោមព័ទ្ធទេវីនៅវាលខ្សាច់ធំមួយការប្រយុទ្ធគ្នាបានអូសបន្លាយយ៉ាងសាហាវមេធ្មប់បានប្រើមន្តអាគមខ្មៅបង្កើតជាផ្សែងពុលបិទភ្នែកទេវីក្នុងស្ថានភាពដ៏គ្រោះថ្នាក់នោះទេវីមិនបានប្រើភ្នែកមើលឡើយប៉ុន្តែនាងប្រើចិត្តនាងបានលើកដាវទិព្វឡើងលើមេឃហើយសូត្របួងសួងដល់បុព្វបុរសរំពេចនោះពន្លឺព្រះអាទិត្យបានជះមកលើមុខដាវចាំងទៅលើភ្ននាងបានលើកដាវទិព្វឡើងលើមេឃហើយសូត្របួងសួងដល់បុព្វបុរសរំពេចនោះពន្លឺព្រះអាទិត្យបានជះមកលើមុខដាវចាំងទៅលើភ្នែកមេធ្មប់រហូតរលីសូនរូបទៅកងទ័ពបិសាចក៏ប្រែក្លាយជាធូលីដីចំណែកដែនដីដែលធ្លាប់តែក្រៀមក្រោះក៏ប្រែជាមានពណ៌បៃតងឡើងវិញ 4. សន្តិភាពនិងមេរៀនជីវិតក្រោយពីទទួលបានជ័យជំនះទេវីមិនព្រមទទួលតំណែងជាស្ត្រីឡើយនាងបានប្រគល់ដាវទិព្វទៅរក្សាទុកក្នុងប្រាសាទបុរាណវិញដោយសន្យាថា